នេះគឺជាសកម្មភាពនៃការវិចខ្ចប់ឡាននីសានរបស់យើងបាទដាក់ទៅឲ្យភ្ញៀវបាទគាត់នៅខាងក្រុងកំពង់ចាមបាទនៅខាងមាត់ទន្លេអូខេបងប្អូននេះត្រង់របស់វានៅពេលដែលយើងធ្វើហើយនេះជើងក្រមរបស់វាបាទអូខេហើយប្រវល់ឲ្យមើលមួយជុំបាទឃើញថាអេមដែរបាទអូខេហើយវិចខ្ចប់គឺយកចិត្តទុកដាក់មិនដែរបងប្អូនខ្លាចយើងដាក់ទៅបាក់បាយចឹងណាបាទហើយនៅក្នុងធុងហ្នឹងខ្ញុំមិនដាក់កញ្ចក់ឲ្យនៅក្នុងហ្នឹងណាបាទគឺយើងដាក់កញ្ចក់ជាប់ឡានទៅខ្លាចវាប៉ះទៅវាបាក់អញ្ចឹងដោះកញ្ចក់ទុកក្រៅហើយដាក់នឹងធុងហើយបន្ទាប់នេះយើងយកប៉ង់បាទប៉ង់រុំបិទសងខាងកុំឲ្យវាឆ្កួតទឹកថ្នាំបាទអញ្ចឹងការយកការវិចខ្ចប់នេះគឺយើងយកទៅទឹកដាក់បាទខ្លាចពេលយកទៅដល់តេជុំរបស់យើងគឺខ្លាចវាបាក់បែកអញ្ចឹងគាត់អន់ស្ពុនចិត្តគឺខ្ញុំព្យាយាមបាទទ្របបាទឲ្យច្រើនបាទតាមដែលអាចធ្វើទៅបានណាកុំឲ្យវាមានបាក់បែកបាទហើយមានឆ្កួតទឹកថ្នាំអីចឹងទៅនេះខ្ញុំញាត់ច្រើនមែនតើបងប្អូនបោះប៉ង់ 3-4 ជាន់បាទទាំងកស៊ូទាំងប៉ង់គឺដាក់ទៅទាំងអស់បាទច្រើនហើយការវិចខ្ចប់របស់យើងគឺចិត្តហើយបាទអូខេអញ្ចឹងយើងដាក់ទីតាំងបាទឲ្យគាត់បាទលេខទូរស័ព្ទគាត់អីចឹងណាបាទអញ្ចឹងវិចខ្ចប់មានតែប៉ុណ្្នឹងទេបងប្អូនហើយនេះបានដាក់ផ្ញើឲ្យគាត់ហើយបាទអរគុណ